ម៉ែនឹកអូនណាស់ពេលមេឃស្រទុំជើងភ្នំចុះអាប់បាក់សីសាសាប់ស្រែកយំអើងកងចំណោត្រជាក់ធ្លាក់ភ្លៀងម្ដងរងាកន្លងស៊ូក្រុងកូនតូចម្ដាយមើលទៅមេឃសង្វេគចិត្តក្រៃព្រោះម្ដាយអាល័យគិតព្រាបប្រដូចកាលនៅជុំម្ដាយតាំងពីប្រសូតរក្សារហូតដល់កូនពេញវ័យស៊ូលំបាកខ្លួនមិនគិតនឿយហត់រស់ដោយអំណត់ជូរចត់មិនស្ដីក៏ចិត្តពុកម៉ែថែកូនប្រុសស្រីផ្ដល់នំចំណីស៊ូអត់មាត់ឯងពេលពុកទៅស្រែហើយម៉ែទៅផ្សារវិលវិញពេលណានឿយកាយហួសថ្លែងឃើញមុខរូបកូនរត់មកប្រឡែងម្ដាយអក្រៃលែងបាត់អស់កង្វល់ពេលដែលកូនឈឺជំងឺកាយាចិត្តម៉ែខ្លោចផ្សាចាប់កូនកោសខ្យល់ទាំងយប់អាត្រៀតពុកម៉ែខ្វាយខ្វល់ស៊ូទៅឲ្យដល់រកពេទ្យនឹងថ្នាំម្ដាយខំរៀបរាប់កាលកូននៅក្មេងបានឮសំឡេងជុំកូនរាប់ឆ្នាំពេលនេះកូនធំចិត្តម៉ែនៅចាំចង់ពោលផ្ដែផ្ដាំពីចិត្តដែលនឹកពេលកូនឃ្លាតឆ្ងាយពីម្ដាយទៅហើយទ្រង់ម៉ែមិនស្បើយយប់ថ្ងៃល្ងាចព្រឹកចង់ជួបមុខកូនព្រោះតែរលឹកភ្លេចបាយភ្លេចទឹកព្រោះតែនឹកណាស់ពេលយប់ម៉ែយំងុំតែម្នាក់ឯងនឹកហួសពោលថ្លែងព្រោះគាត់វ័យចាស់ខ្លាចមានថ្ងៃមួយម្ដាយត្រូវព្រាត់ប្រាសព្រោះមានថ្ងៃខ្លះម៉ែឈឺធ្ងន់ធ្ងរអោកូនប្រុសស្រីដឹងក្តីពេលណាទៅចោលមេត្តាដោយមិនអាសូរដឹងទេម៉ែនឹកទឹកភ្នែកស្រក់ហូរម៉ែឈឺស្រែកធ្ងរទាំងអស់សង្ឃឹមវិលវិញមកកូនជួបប្អូនជួបបងអាណិតម្ដាយផងឃើញស្នាមញញឹមម៉ែនឹកកូនណាស់គ្មានអ្វីប្រៀបផ្ទឹមចិត្តម្ដាយសង្ឃឹមវិលវិញបានទេបើជាប់ធ្វើការណាកូនប្រុសស្រីតែកូនត្រូវរៃរកពេលទំនេរខែបុណ្យសម្រាវិលមកនឹងគេកូនខ្លះកាត់ដេររិះរេជួបម៉ែម្ដាយមានវ័យចាស់រោគាចូលដល់ក្រែងលោដាច់ខ្យល់ថាមិនត្រូវដែរសង្ខារទាំងឡាយគឺតែងព្រួលប្រែទៅបានជាម៉ែខំពោលវាចាកលបតទាំងឡាយបើឆ្ងាយពីម៉ែឆ្លៀតពើមើលថែព្រោះជាទេវតាឪពុកនិងម្ដាយគាត់នៅទីណាចូលកូនរក្សាមេត្តាទីនោះនេះជានេតិកូនទាំងប្រុសស្រីរូបយើងដឹងក្តីព្រោះលោកសង្គ្រោះតាំងពីរូបកូនអាស្រ័យក្នុងពោះថែធួនឲ្យរស់លុះដល់ឥឡូវកុំឲ្យខកចិត្តអាណិតពុកម៉ែឮហើយគួរតែប្រញាប់ណាពៅប្រយ័ត្នស្ដាយក្រោយទឹកភ្នែកតទៅខ្ញុំតែងប្រាប់ផ្លូវកុំនៅឆ្ងាយព្រះនឹកឃើញម៉ែផងគំនាបជីវិតគំនិតកូនប្រុសជំរាបកំហុសចម្រុះរឿងចាស់ឃើញសថាខ្មៅល្ងងខ្លៅពេកណាស់មានពិតយ៉ាងច្បាស់នៅក្នុងសង្គមពេលថ្ងៃងងឹតគិតរកពន្លឺពេលយប់ខែភ្លឺថាមេឃស្រទុំពេលអស់រស្មីតាំងនាំគ្នាយំក្រាបថ្វាយបង្គំសូមឲ្យដូចដើមខ្យល់បក់ពីកើតបែរទៅខាងលិចភ្លៀងធ្លាក់ស្រិចស្រិចញ៉ាំងដីឲ្យសើមធ្វើឯងដឹងគុណរត់រះចាប់ផ្ដើមម៉ែអស់ដង្ហើមទៅភ្ញាក់អាត្មាកាលគាត់នៅរស់ឆ្លោះតមាត់ខ្លាំងដូចភ្លើងត្រូវសាំងឆេះឆាបទេវតាព្រះព្រំយំសោកស្រក់ទឹកនេត្រាព្រោះកូននេះណាធ្វើបាបចិត្តព្រះម៉ែឪអត់ធន់ទោះកូនធ្វើខុសហរតីសន្តោសមិនដែលចង់ឈ្នះទូនមានអប់រំធ្វើចិត្តជំរះស្គាល់ព្រះក្នុងផ្ទះគឺជាស្រែបុណ្យតែកូនប្រុសស្រីមិនស្ដាប់ពាក្យម្ដាយ
បង្កអន្តរាយមានទោសយ៉ាងធ្ងន់មើលទៅឪម៉ែមិនស្មើប្រពន្ធយកទោសតបគុណទារុណណាទឹកភ្នែកម្ដាយហូរជោគថ្ពាល់ទាំងគូ20ឆ្នាំតស៊ូមើលថែបុត្រាសង្ឃឹមខ្លួនចាស់ពីអ្នកយាយតាបានកូនរក្សាជូនមហូបចំណីតែការស្រមៃបានត្រឹមខកចិត្តព្រោះកូនធំពិតធំហួសនឹងស្ដីថាកូនប្រុសពៅរឹកដូចសេដ្ឋីឯខាងកូនស្រីខ្លាចប្តីប្រុសបងម៉ែឪចាស់ចាស់ខ្វះភាពកក់ក្ដៅព្រោះមានកូនចៅពឹងគេបែរខ្នងកូន4-5នាក់ចាញ់ឈើច្រត់ផងពឹងពាក់ម្ដងចម្លងខ្លួនបានកូនធ្វើយ៉ាងនឹងតើទៅយ៉ាងណាមើលងាយមេត្តាចិញ្ចឹមថែប្រានច្បាស់ក្នុងចិត្តទេថារស់សុខសាន្តមានកូនប៉ុន្មានដែលដឹងគុណម្ដាយម៉ែឈឺចិត្តណាស់កូនស្ងួនពិសីតើកម្មពីអ្វីតាមជាប់រូបកាយមានកូនចិត្តខ្លួនតែដូចនៅឆ្ងាយបើគេឲ្យបាយក៏ឲ្យមិនស្មោះឃើញបននៅមុខຕົកដូចឃើញបាបអំបិលថាសាបស្ករប្រៃទាំងអស់កូនមិនដឹងគុណកុំសង្ឃឹមសោះត្រៀមកាយទៅចុះដេកក្នុងគុកភ្លើងខំទៅកូនអើយពេលនៅតិចណាស់ព្រោះគាត់ចាស់ចាស់ទុកចិត្តលើយើងជូនមហូបអាហារច្របាច់ដៃជើងនោះពិតរំលើងចិត្តអកតញ្ញូ